នេះហើយនឹងលេតតូនីបានបោះមួយជំហានដែលចេញពីសន្ធិសញ្ញាហាម5គ្រាប់មីនប្រឆាំងមនុស្សឬហៅថាសន្ធិសញ្ញាក្រុងអូតាវ៉ានៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃអង្គាររដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំង4ដែលមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ីហើយនិងបេឡារុសបានលើកឡើងពីការកើនឡើងនៃការគំរាមកំហែងផ្នែកសន្តិសុខនៅក្បែរប្រទេសរបស់ខ្លួនគិតចាប់តាំងពីរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែនសន្ធិសញ្ញាក្រុងអូតាវ៉ាឆ្នាំ1997បានចែងអំពីការហាមប្រើប្រាស់ការស្តុកទុកការផលិតឬក៏ការដឹកជញ្ជូនគ្រាប់មីនប្រឆាំងមនុស្សជាប្រភេទគ្រាប់មីនដែលគេកប់លាក់នៅក្រោមដីគ្រាប់មីនប្រឆាំងមនុស្សបង្កផលវិបាករយៈពេលវែងដល់មនុស្សជាតិពីព្រោះវាធ្វើឲ្យមនុស្សភាគច្រើនរបួសដាច់ដៃដាច់ជើងហើយនឹងពិការភ្នែកជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនហើយមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ីហើយនិងបេឡារុសប្រទេសប៉ូឡូញអេស្តូនីលីទុយអានីហើយនិងលេតូនីបានវិតម្លៃថាគិតចាប់តាំងពីផ្ដោតសច្ចៈបានទៅលើសន្ធិសញ្ញាក្រុងអូតាវ៉ាមកស្ថានភាពសន្តិសុខនៅក្នុងតំបន់អឺរ៉ុបកាន់តែធ្លាក់ចុះដុនដាបដូច្នេះនៅក្នុងបរិយាកាសដែលសន្តិសុខលែងនឹងនៅដូចមុនដោយសារតែសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនហើយនឹងការគំរាមជាអចិន្ត្រៃយ៍របស់រុស្ស៊ីទៅលើសហគមន៍អឺរ៉ុបប្រទេសនៅតំបន់សមុទ្របាល់ទិកជាប់ជាមួយនឹងព្រំដែនរុស្ស៊ីគឺត្រូវតែចាត់វិធានការដ៏សមស្របដើម្បីការពារខ្លួននិងទប់ស្កាត់ការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ីដោយសម្រាប់ចិត្តដកខ្លួនចេញពីសន្ធិសញ្ញាហាមប្រើគ្រាប់មីនប្រឆាំងមនុស្សប៉ូឡូញអេស្តូនីលីទុយអានីហើយនិងលេតូនីចង់បញ្ជូនសារថាពួកគេគឺត្រៀមខ្លួនចាត់វិធានការចាំបាច់ដើម្បីការពារទឹកដីហើយនិងសេរីភាពរបស់ខ្លួននេះគឺជាការប្រកាសរួមរបស់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំង4គូបញ្ជាក់ដែរថាប្រទេសជាប់សមុទ្របាល់ទិកទាំង3ទើបតែទទួលបានឯករាជ្យរំដោះខ្លួនចេញពីក្រោមឆ័ត្រសហភាពសូវៀតនៅឆ្នាំ1991ខណៈដែលប៉ូឡូញធ្លាប់ស្ថិតនៅក្នុងប្លុកកុម្មុយនីសរហូតដល់ឆ្នាំ1989មុននឹងរំដោះខ្លួនហើយចូលជាសមាជិករបស់អូតង់និងសហភាពអឺរ៉ុបរហូតដល់សប្តាហ៍ថ្ងៃនេះនៅក្នុងសេចក្តីប្រកាសដាច់ដោយឡែករដ្ឋមន្ត្រីការពារជាតិរបស់លេតូនីបានវិតម្លៃថារុស្ស៊ីគឺជាគ្រោះថ្នាក់ដ៏ធំមួយចំពោះតំបន់បាល់ទិកគ្មានជាប់ចំណងពីព្រោះមិនមែនជាហត្ថលេខីនៃសន្ធិសញ្ញាអូតាវ៉ារុស្ស៊ីគឺបានប្រើគ្រាប់មធ្យោបាយយោធាដើម្បីឈ្លានពានប្រទេសជិតខាងដូច្នេះដែលមើលទៅលើស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនវាគឺជារឿងដ៏សមស្របដែលលេតូនីហើយនឹងប្រទេសនៅក្នុងតំបន់ចាប់អភិវឌ្ឍឡើងវិញនៅការផលិតគ្រាប់មីនក៏ប៉ុន្តែការប្រើប្រាស់ពង្រាយគ្រាប់មីននឹងធ្វើឡើងដោយផ្អែកទៅលើយុទ្ធសាស្ត្រយោធាហើយនឹងអធិភាពរបស់កងទ័ពទោះបីជាដើរចេញពីសន្ធិសញ្ញាហាម5គ្រាប់មីនអូតាវ៉ាក្តីរដ្ឋមន្ត្រីការពារជាតិរបស់ក្រុមប្រទេសទាំង4ខាងលើបានអះអាងថាគេនៅតែបន្តគោរពតាមគោលការណ៍ច្បាប់អន្តរជាតិស្តីពីការការពារជីវិតរបស់ប្រជាជនស៊ីវិលរដ្ឋមន្ត្រីការពារជាតិប្រទេសអេស្តូនីវិញនៅបានបញ្ជាក់ថានៅរហូតមកដល់ពេលនេះអេស្តូនីនៅមិនទាន់បានប្រើពង្រាយគ្រាប់មីននៅឡើយទេយ៉ាងណាក៏ដោយអង្គការការពារសិទ្ធិមនុស្សដូចជា Human Rights Watch ហើយនិង Amnesty International បានទាញសញ្ញាអាសន្នចំណែកឯអង្គការកាកបាទក្រហមអន្តរជាតិបានប្រមានថាការសម្រេចចិត្តរបស់ប៉ូឡូញហើយនិងប្រទេសបាល់ទិកទាំង3ដែលចេញពីសន្ធិសញ្ញាអូតាវ៉ានោះវានឹងធ្វើឲ្យយន្តការការពារអាយុជីវិតប្រជាជនស៊ីវិលកាន់តែធ្លាក់ចុះខ្សោយដែលនៅក្នុងនោះប្រទេសរុស្ស៊ីបានប្រកាសពីការដណ្ដើមយកមកវិញនៅទីតាំងនៃទីលំនៅស្ទើរតែទាំងអស់របស់ខ្លួនជម្លោះដែលកំពុងបន្តរវាងរុស្ស៊ីនិងអ៊ុយក្រែនបានឃើញអំពីការប៉ះទង្គិចគ្នាកាន់តែខ្លាំងក្លានៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ18មិនិនាគណៈភាគីរុស្ស៊ីគឺបានអះអាងថាកងកម្លាំងរបស់ខ្លួនដណ្ដើមគ្រប់គ្រងទីតាំងទីលំនៅស្ទើរតែទាំងអស់មកវិញនៅតំបន់ព្រំដែនយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃអង្គារបានឲ្យដឹងថាអនុប្រធាននយោបាយនិងយោធាសំខាន់របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីគឺលោក Evgeny Alodino បាននិយាយថាកងកម្លាំងទីក្រុងមូស្គូដណ្ដើមយកមកវិញនៅទីតាំងឈរជើងស្ទើរតែទាំងអស់នៅក្នុងតំបន់ Kursk ជាមួយនឹងការវាយរលផ្នែកយោធាដ៏សំខាន់នាថ្ងៃដដែលនោះភាគីអ៊ុយក្រែនបញ្ជាក់ថាកងកម្លាំងរបស់ខ្លួនបានវាយបកទៅលើការវាយប្រហាររបស់រុស្ស៊ីចំនួន18លើកនៅក្នុងតំបន់ Kursk កាលពីចុងសប្តាហ៍ក្រុមមន្ត្រីរបស់រុស្ស៊ីនិយាយថាកងកម្លាំងទីក្រុងមូស្គូបានបន្តប្រយុទ្ធយ៉ាងខ្លាំងក្លាដើម្បីវាយរុញទាហានអ៊ុយក្រែនក្រុមចុងក្រោយចេញពីតំបន់ភាគខាងលិចរបស់រុស្ស៊ីបន្ទាប់ពីរយៈពេលវាយលុកអស់7ខែរបស់អ៊ុយក្រែនដែលមានគោលបំណងបង្វែរការផ្ដោតរបស់កងកម្លាំងទីក្រុងមូស្គូទទួលបាននៅធ្នូចរចានឹងការដាក់សម្ពាធលើប្រធានាធិបតីពូទីន
សម្រាប់ការចរចាសន្តិភាពរបស់ប្រធានាធិបតីពូទីនត្រូវបានមេដឹកនាំរបស់អឺរ៉ុបបានព្រមានថាគឺមានភាពស្រពិចស្រពិលនៅឡើយគណៈប្រធានាធិបតីអាមេរិក Donald Trump ជំរុញការចរចាបទឈប់បាញ់ជាមួយរុស្ស៊ីមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបដែលកំពុងជួបប្រជុំគ្នាសម្រាប់សន្និសីទសន្តិសុខបានព្រមានថាលោកពូទីនពិតជាពុំចាប់អារម្មណ៍តតែសោះទៅលើកិច្ចព្រមព្រៀងសន្តិភាពដ៏មានន័យណាមួយឡើយលោកស្រី Baiba Bras រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឡាតវីបាននិយាយថាពុំមានសញ្ញាណាមួយបង្ហាញថារុស្ស៊ីចង់បានសន្តិភាពនោះទេលោក Jonathan Wizivier អគ្គលេខាធិការនៃក្រសួងការបរទេសអេស្តូនីបាននិយាយថាយើងវាតម្លៃដោយភាពប្រកបប្រជាថារុស្ស៊ីមិនបានផ្លាស់ប្ដូរនគរដៅណាមួយរបស់ខ្លួនឡើយដែលលោកពូទីននៅតែចង់បន្តបានអ៊ុយក្រែនទាំងអស់ក្នុងការត្រួតត្រាទាំងស្រុងការព្រមានទាំងអស់នេះបញ្ជាក់ពីអារម្មណ៍មិនសប្បាយចិត្តនៅក្នុងរដ្ឋធានីអឺរ៉ុបជំវិញរបៀបដែលលោកត្រាំបង្ហាញពីខ្លួនថាជាអ្នកបង្កើតនៃកិច្ចព្រមព្រៀងចុងក្រោយដែលអាចឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពសម្រាប់បានជាមួយនឹងលោកពូទីនបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងលោកត្រាំជាមួយលោកពូទីនសេតាវិមានបាននិយាយថាភាគីទាំងពីរព្រមព្រៀងថាដំណើរការឆ្ពោះទៅរកសន្តិភាពនឹងចាប់ផ្ដើមដោយបទឈប់បាញ់ទៅលើធម្មពលនិងហេដ្ឋារចនាសម្ព័ន្ធដែលមានន័យថាបញ្ឈប់ការវាយប្រហារដែលធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចប្រទេសទាំងពីរទោះបីជាយ៉ាងណាពុំមាននៅកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រយៈពេល30ថ្ងៃដែលក្លាយជាប្រធានបទនៃកិច្ចពិភាក្សាដែលចាប់ផ្ដើមភ្លាមៗនៅមជ្ឈមបូព៌ានោះទេសហរដ្ឋអាមេរិកប៉ុណ្ណេះគឺមិនចង់ឲ្យទំនាក់ទំនងរវាងរុស្ស៊ីនិងចិនកាន់តែជិតស្និទ្ធនោះទេតែផ្ទុយទៅវិញគឺអាមេរិកចង់មានទំនាក់ទំនងកាន់តែល្អជាមួយនឹងប្រទេសទាំងពីរនេះប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយថាសហរដ្ឋអាមេរិកមិនចង់ឲ្យទំនាក់ទំនងរវាងរុស្ស៊ីនិងចិនកាន់តែជិតស្និទ្ធនឹងគ្នានោះទេប៉ុន្តែសង្ឃឹមថានឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរឡើងជាមួយនឹងប្រទេសទាំងពីរមេដឹកនាំសហរដ្ឋអាមេរិករូបនេះនិយាយថាខ្ញុំមិនចង់ឲ្យប្រទេសរុស្ស៊ីនិងចិនរួបរวมគ្នាទេដោយបន្ថែមថាយើងកំពុងសម្លឹងមើលដើម្បីធ្វើឲ្យមានភាពចោះសម្រុងគ្នាជាមួយនឹងប្រទេសទាំងពីរនេះលោកត្រាំបានលើកឡើងថាខ្ញុំគិតថាប្រធានាធិបតីចិនលោកស៊ីជីនពីងពិតជាចង់សម្រួលជាមួយនឹងខ្ញុំហើយជឿថារុស្ស៊ីក៏ចង់មានទំនាក់ទំនងល្អជាមួយនឹងអាមេរិកដែរខ្ញុំក៏គិតថាយើងជាប្រទេសមួយដែលខុសពីយើងកាលពីប្រហែលខែមុនយើងជាប្រទេសដែលគេគោរពហើយឥឡូវនេះយើងមិនត្រូវបានគេគោរពទេហើយយើងត្រូវបានគេសោយចំអកទៅវិញដោយសារតែយើងមានមេដឹកនាំអសមត្ថភាពដោយនិយាយសម្ដែងទៅកាន់អ្នកតំណែងមុនរបស់ខ្លួនគឺលោកโจ Bidenយានអំពីការនាំចូលអ៊ូស្ម៉ាន់នៅក្នុងប្រទេសអឺរ៉ុបចេញពីប្រទេសរុស្ស៊ីវិញឃើញថាមានចំនួននិងបរិមាណកើនឡើងខ្ពស់នៅក្នុងរយៈពេល2ឆ្នាំនេះគឺនៅក្នុងខែមករាទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃពុធថាសហភាពអឺរ៉ុបបានកត់ត្រាកម្រិតខ្ពស់បំផុតនៃការនាំចូលអ៊ូស្ម៉ាន់របស់ខ្លួនពីប្រទេសរុស្ស៊ីនៅក្នុងខែមករារយៈពេល2ឆ្នាំមកនេះដែលបានទិញអ៊ូស្ម៉ាន់តតាមបំពង់បង្ហូរអ៊ូស្ម៉ាន់និងអ៊ូស្ម៉ាន់ធម្មជាតិរាវ LNG សរុបចំនួន 1.9000 លានអឺរ៉ូយោងតាមទិន្នន័យរបស់ស្ថិតិអឺរ៉ុបនិងការគណនារបស់សារព័ត៌មាន TASS បានឲ្យដឹងថាសហភាពអឺរ៉ុបបាននាំចូលអ៊ូស្ម៉ាន់ធម្មជាតិរាវរបស់រុស្ស៊ីក្នុងតម្លៃប្រមាណ 1000 លានអឺរ៉ូជាការកើនឡើង 17% ធៀបទៅនឹងខែធ្នូឆ្នាំ 2024 និងកើនឡើង 57% ធៀបទៅនឹងខែមករាឆ្នាំ 2024 នេះគឺជាការចំណាយខ្ពស់បំផុតទៅលើអ៊ូស្ម៉ាន់ធម្មជាតិរាវរបស់រុស្ស៊ីចាប់តាំងពីខែមករា 2023ប្រទេសបារាំងបាននាំមុខគេនៅក្នុងការនាំចូលអ៊ូស្ម៉ាន់រាវធម្មជាតិដែលមានតម្លៃ455លានអឺរ៉ូបន្ទាប់មកគឺអេស្ប៉ាញគឺមានចំនួន261.5លានអឺរ៉ូនិងប្រទេសបែលហ្សិកចំនួន256.7លានអឺរ៉ូប្រទេសហូឡង់វិញក៏បង្កើនការនាំចូលអ៊ូស្ម៉ាន់ធម្មជាតិរាវរបស់រុស្ស៊ីនេះដែរមានចំនួន 1.6% ចាប់ពីខែធ្នូឆ្នាំ 2024 ឡើងដល់ទៅ100លានអឺរ៉ូនៅក្នុងខែមករាការនាំចូលរបស់សហភាពអឺរ៉ុបនៅអ៊ូស្ម៉ាន់ធម្មជាតិតាមបំពង់បង្ហូររបស់រុស្ស៊ីមានចំនួនសរុបគឺ833លានអឺរ៉ូទោះបីជាមានការបញ្ឈប់ទាំងស្រុងនៃការបញ្ជូនអ៊ូស្ម៉ាន់ធម្មជាតិឆ្លងកាត់ប្រទេសអ៊ុយក្រែនយ៉ាងណាក៏ដោយនោះងាកទៅចាក់អារម្មណ៍ទៅនឹងនយោបាយរបស់ប្រទេសអ៊ីស្រាអែលវិញទស្សនិកជនអំឡុងពេលដែលមានការវាយប្រហារថ្មីៗនេះនៅតំបន់កាហ្សាអ៊ីស្រាអែលគឺបានតែងតាំងនៅលោក Ben Chiwi ជារដ្ឋមន្ត្រីសន្តិសុខជាតិឡើងវិញស្របពេលដែលមានសង្គ្រាមកាហ្សារដ្ឋាភិបាលរបស់អ៊ីស្រាអែលបានអនុម័ត
សំណើរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការតែងតាំងលោក Itamar Ben-Gvir ជារដ្ឋមន្ត្រីសន្តិសុខជាតិឡើងវិញនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃពុធទី19 ខែមិនិនានេះខណៈជន្លោះកាសាគឺកាន់តែតានតឹងជាមួយនឹងការវាយប្រហារតាមអាកាសយ៉ាងបង្ហូរឈាមការប្រកាសតែងតាំងលោក Ben-Gvir វ័យ48ឆ្នាំដែលធ្លាប់ជាសមាជិកគណៈរដ្ឋមន្ត្រីស្ដាមនិយមប្រកាន់ជំហរតឹងរបស់លោកនេតាញ៉ាហ៊ូធ្វើឡើងបន្ទាប់ពីការវាយប្រហារសម្លាប់មនុស្សរាប់រយនាក់របស់អ៊ីស្រាអែលទៅលើតំបន់កាហ្សាដែលបានបញ្ចប់នៅភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍បន្ទាប់ពីកិច្ចពិភាក្សាជាមួយនឹងប៉ាឡេស្ទីនដែលបានជាប់គាំងលើបទឈប់បាញ់អចិន្ត្រៃយ៍គូរំលឹកថាការពីខែមករាលោក Ben-Gvir បានលាលែងពីតំណែងជារដ្ឋមន្ត្រីសន្តិសុខជាតិរបស់រដ្ឋាភិបាលអ៊ីស្រាអែលដោយសារតែការខ្វែងគំនិតគ្នាទៅលើបទឈប់បាញ់ការវិលត្រឡប់នេះគឺជាការពង្រឹងក្រុមចម្រោះសម្លេងភាគច្រើនស្ដួយស្ដាងនៅក្នុងសភារបស់លោកនេតាញ៉ាហ៊ូនៅពេលគណៈរដ្ឋមន្ត្រីលោក Ben-Gvir តែងតែរិះគន់ម្ដងហើយម្ដងទៀតទៅលើកងទ័ពនិងទៅលើលោកនេតាញ៉ាហ៊ូជំវិញសង្គ្រាមកាហ្សាដោយប្រឆាំងទៅនឹងកិច្ចព្រមព្រៀងណាមួយជាមួយនឹងក្រុមហាម៉ាស់និងជួនកាលគម្រាមទម្លាក់រដ្ឋាភិបាលប្រសិនបើខ្លួនធ្វើនៅកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមកាហ្សាដោយមិនបំផ្លាញក្រុមហាម៉ាស់នេះជាមុននាយកការក្រសួងការបរទេសរបស់អ៊ីរ៉ង់វិញអ៊ីរ៉ង់គឺបានជំរុញឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវទាំងស្រុងទៅលើការវាយប្រហារនៅពេលថ្មីៗរបស់អ៊ីស្រាអែលទៅលើតំបន់កាហ្សាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Ismail Baghai ដែលបាននិយាយថាអ៊ីរ៉ង់បានកោតទោសការបន្តការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ Gaza Strip និងបានឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះអារេភាពនៅក្នុងតំបន់នេះក្រសួងការបរទេសអ៊ីរ៉ង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអ្នកនាំពាក្យរូបនេះគឺបានហៅការវាយប្រហារទាំងអស់នោះគឺជាអំពើប្រល័យពូជសាសន៍និងជាការបោះសម្អាតជនជាតិភាគតិចនៅលើទឹកដីនៃប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែលហើយក៏បានចង្អុលបង្ហាញពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះអ ுக ្រិតកម្មដែលប្រព្រឹត្តដោយរបបជ្វីសក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ទៀតថាការសម្លាប់រង្គាលពលរដ្ឋប៉ាឡេស្ទីនស្លូតត្រង់រាប់រយនាក់ក្នុងនោះមានទាំងស្ត្រីនិងកុមារត្រូវបានធ្វើឡើងដោយមានការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោនរួមទាំងអំឡុងពេលនៃការផ្អាកទំនិញចូលនៅក្នុងដែនដីនេះកាលពីថ្ងៃទី18មីនាកងកម្លាំងការពារអ៊ីស្រាអែលបានរាយការណ៍ពីការវាយប្រហារទៅលើទីតាំងយ៉ាងរឹងមាំរបស់ក្រុមហាម៉ាស់នៅតំបន់ Gaza Strip ហើយការិយាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu អះអាងថាអ៊ីស្រាអែលបានបន្តនៅប្រតិបត្តិការយោធានៅតំបន់ Gaza បន្ទាប់ពីក្រុមហាម៉ាស់បដិសេធទៅលើសំណើរបស់សហរដ្ឋអាមេរិកដែលដាក់ចេញដោយក្រុមអ្នកសម្របសម្រួលនិងបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកចំពោះរឿងនេះដែរគឺក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិក៏បានរៀបចំឲ្យមានកិច្ចពិភាក្សាទៅលើការវាយប្រហារថ្មីរបស់អ៊ីស្រាអែលទៅលើតំបន់កាហ្សាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាអំពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានអនុវត្តលើតំបន់កាហ្សាកាលពីថ្ងៃអង្គារសមាជិកជាច្រើនបានអំពាវនាវឲ្យមានបទឈប់បាញ់ត្រូវបានបង្កើតឡើងទោះបីជាយ៉ាងណាសហរដ្ឋអាមេរិកបានជំរុញនៅគំនិតនេះអាជ្ញាធរសុខាភិបាលតំបន់កាហ្សានិយាយថាការវាយប្រហារបានសម្លាប់មនុស្សជាង400នាក់អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិលោក Riyad Mansour បាននិយាយថាប្រជាជនប៉ាឡេស្ទីនកំពុងតែត្រូវបានសម្លាប់ដោយមិនរើសមុខកំពុងត្រូវបានគេបដិសេធជំនួយមនុស្សធម៌ដោយមិនរើសអើងត្រូវបានគេធ្វើបាបនិងឃុំខ្លួនជាដើមបេសកជនមកពីចក្រភពអង់គ្លេសបារាំងរុស្ស៊ីបានចូលរួមជាមួយនឹងលោក Mansour ក្នុងការជំរុញឲ្យបញ្ចប់នឹងការប្រយុទ្ធគ្នាភ្លាមៗប៉ុន្តែឯកអគ្គរដ្ឋទូតស្ដីទីសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Dorothy Shear បានស្ដីបន្ទោសការវាយប្រហារទៅលើក្រុមហាម៉ាស់នេះលោកស្រីនិយាយថាវាត្រូវបានគេដឹងយ៉ាងច្បាស់ថាក្រុមហាម៉ាស់នៅតែបន្តប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាឧបករណ៍ហើយសហរដ្ឋអាមេរិកថ្កោលទោសចំពោះការអនុវត្តនេះបេសកជនរបស់អ៊ីស្រាអែលវិញក៏បាននិយាយថាការវាយប្រហារនេះគឺចាំបាច់ដោយសារតែក្រុមសកម្មប្រយុទ្ធបានបដិសេធមិនដោះលែងចំណាត់ធ្នូអ៊ីស្រាអែលហើយលោក Basim Naim សមាជិកនៃការិយាល័យនយោបាយរបស់ Hamas និយាយថាក្រុមរបស់លោកនឹងមិនចាស់ចាញ់ឡើយប្រសិនបើអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកជឿថាការដាក់សម្ពាធទៅលើក្រុម Hamas នឹងនាំទៅរកការដោះលែងចំណាត់ធ្នូនោះគឺជាការយល់ខុសយើងមិនចង់ប្រយុទ្ធទេប៉ុន្តែប្រសិនបើវាចាំបាច់យើងនឹងការពារខ្លួនរបស់ពួកយើងទៅតាមគ្រប់មធ្យោបាយសម្រាប់ប្រធានរបស់សិទ្ធិមនុស្សអង្គការសហប្រជាជាតិវិញបានចោទប្រកាន់ទៅកាន់ប្រទេសអ៊ីស្រាអែលជាមួយសកម្មភាពនាពេលថ្មីៗនេះថាជាការបង្កើននូវប្រតិបត្តិការដាក់បញ្ចូលតំបន់ West Bank ការិយាល័យរបស់ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិយាយនៅថ្ងៃអង្គារទី18មិនិនាថាអ៊ីស្រាអែលបាននឹងកំពុងពង្រីកនិងបង្រួបបង្រួមការតាំងលំនៅនៅតំបន់ West Bank ដែលខ្លួនកាន់កាប់
ដោយនេះគឺជាផ្នែកមួយនៃប្រតិបត្តិការធ្វើសមារណកម្មយ៉ាងមានប្រសិទ្ធភាពនៅលើទឹកដីដាក់បញ្ចូលទៅក្នុងរដ្ឋអ៊ីស្រាអែលដោយបំពានច្បាប់អន្តរជាតិរបាយការណ៍បែបផ្អែកទៅលើការស្រាវជ្រាវចន្លោះពីថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2003ដល់ថ្ងៃទី31ខែតុលាឆ្នាំ2024បាននិយាយថាមានការពង្រីកដ៏ធំនៃការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅក្នុងតំបន់កាន់កាប់ West Bank រួមទាំងនៅទីក្រុងយេរូសាឡឹមខាងកើតហើយក៏បានដកស្រង់របាយការណ៍ដោយអង្គការមិនមែនរដ្ឋាភិបាលជាច្រើនរបស់អ៊ីស្រាអែលនៃលំនៅឋានដែលបានគ្រោងទុករាប់ម៉ឺនខ្នងនៅក្នុងការតាំងទីលំនៅថ្មីឬមានស្រាប់ការរកឃើញនេះបានបង្ហាញថាក្រមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងខែនេះហើយបានកើតឡើងស្របពេលដែលពលរដ្ឋប៉ាឡេស្ទីនកាន់តែមានការភ័យខ្លាចថាអ៊ីស្រាអែលអាចដាក់បញ្ចូលដែនដី West Bank នេះទៅកាន់ទឹកដីរបស់ខ្លួនខណៈគោលនយោបាយសហរដ្ឋអាមេរិកមានការផ្លាស់ប្ដូរនៅក្រោមប្រធានាធិបតី Donald Trump ហើយកន្លែងតាំងលំនៅថ្មីជាច្រើនត្រូវបានបង្កើតឡើងនៅតំបន់ West Bank ដែលត្រូវបានមើលឃើញថាជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគតប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Walker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអមដោយរបាយការណ៍ថាការផ្ទេរផ្នែកខ្លះនៃប្រជាជនស៊ីវិលរបស់អ៊ីស្រាអែលចូលទៅក្នុងទឹកដីដែលខ្លួនកាន់កាប់គឺស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាមដោយជំរុញឲ្យសហគមន៍អន្តរជាតិចាត់វិធានការបន្ទាន់ប្រកបដោយអត្ថន័យដើម្បីទប់ស្កាត់នៅរឿងរ៉ាវទាំងអស់នេះស្ដីពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅយេម៉ែនវិញតាមរយៈក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ូទីគឺបានលើកឡើងឲ្យដឹងថាសហរដ្ឋអាមេរិកបានវាយប្រហារនៅទីតាំងគោលដៅជាច្រើននៅយេម៉ែនប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ូទីនៅយេម៉ែននៅព្រឹកថ្ងៃពុធទី19មីនានេះបានរាយការណ៍ថាយ៉ាងហោចណាស់ក៏មានការវាយប្រហាររបស់សហរដ្ឋអាមេរិកចំនួន10ដងទៅលើតំបន់គោលដៅជាច្រើននៅយេម៉ែនរួមទាំងខេត្តសាដានិងហូឌីស្ដាសូមបញ្ជាក់ថាសហរដ្ឋអាមេរិកបានការវាយប្រហារនៅតំបន់ជាច្រើននៅយេម៉ែនគ្រប់គ្រងដោយក្រុមដែលមានសម្ព័ន្ធមិត្តជាមួយនឹងអ៊ីរ៉ង់គឺក្រុមហ៊ូទីដែលបាននិយាយកាលពីសប្តាហ៍មុនថាពួកគេកំពុងតែចាប់ផ្ដើមវាយប្រហារឡើងវិញលើការដឹកជញ្ជូនតាមសមុទ្រក្រហមដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាសាអ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទីលោកយ៉ាសយ៉ាសារីបាននិយាយនៅថ្ងៃពុធថាកងកម្លាំងហ៊ូទីបានរកឃើញចលនាយោធាអារភាពនៅក្នុងសមុទ្រក្រហមត្រៀមបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើប្រទេសនេះដោយមិនបានផ្ដល់នៅផុសតាងលោកសារីបានបន្ថែមទៀតថាក្រុមហ៊ូទីបានកំណត់គោលដៅទៅលើនាវាផ្ទុកយន្តហោះ USS Harry S. Truman និងនាវាចម្បាំងផ្សេងទៀតដោយប្រើនៅមីស៊ីលនិងយានដ្រូនដែលរារាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រមាននៅថ្ងៃអង្គារម្សិលមិញត្រូវថ្ងៃ18មីនាឆ្នាំ2025ថាការវាយប្រហារទាំងយប់ដ៏ធាប់លើតំបន់ហ្គាហ្សាវាគ្រាន់តែជាការចាប់ផ្ដើមទេហើយថាការចរចានៅពេលអនាគតជាមួយក្រុមហាម៉ាស់នឹងប្រព្រឹត្តទៅក្រោមភ្នក់ភ្លើងសង្គ្រាមយោងតាមក្រសួងសុខាភិបាលនៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងថាការវាយប្រហារដ៏ធំបំផុតចាប់ពីបទឈប់បាញ់ចូលជាធរមានក្នុងខែមករាដើមឆ្នាំនេះបានសម្លាប់មនុស្សជាង400នាក់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីមលោកនេតានយ៉ាហ៊ូបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយកាលពីល្ងាចថ្ងៃអង្គារថាក្រុមហាម៉ាស់បានដឹងពីភាពរឹងមាំនៃអាវុធរបស់ពួកលោករួចហើយក្នុងរយៈពេល24ម៉ោងកន្លងទៅនេះហើយលោកបញ្ជាក់ថានេះគ្រាន់តែជាការចាប់ផ្ដើមទេការចរចាបានជាប់គាំងអំពីរបៀបបន្តបទឈប់បាញ់ដែលដំណាក់កាលដំបូងបានផុតកំណត់ដោយអ៊ីស្រាអែលនិងក្រុមហាម៉ាស់មិនយល់ស្របលើថាតើត្រូវឈ្មោះទៅដំណាក់កាលថ្មីដែលមានបំណងនាំសង្គ្រាមទៅរកទីបញ្ចប់ដោយរបៀបណានាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយនៅក្នុងសន្ទរកថារបស់លោកថាចាប់ពីពេលនេះទៅការចរចានឹងប្រព្រឹត្តទៅនៅក្រោមការបាញ់ប្រហារប៉ុណ្ណោះមុនពេលបន្ថែមថាសម្ពាធយោធាគឺចាំបាច់សម្រាប់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀតសេវាសុខាភិបាលនៅក្នុងតំបន់ហ្គាហ្សាបានបន្តរងសម្ពាធខ្លាំងជាថ្មីម្ដងទៀតបន្ទាប់ពីមានការវាយប្រហារខ្លាំងក្លាពីអ៊ីស្រាអែលបានកើតឡើងសហព័ន្ធកាកបាទក្រហមអន្តរជាតិIFRC បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ18មីនាថាសេវាវិទ្យាសាស្ត្រនៅដែនដីហ្គាហ្សាកំពុងរងសម្ពាធខ្លាំងគណៈក្រុមគ្រូពេទ្យនិងក្រុមវិទ្យាសាស្ត្រសង្គ្រោះបន្ទាន់មកពីអត្តច័ន្ទក្រហមប៉ាឡេស្ទីនបានកំពុងឆ្លើយតបយ៉ាងសស្រាក់សស្រាំនៅតំបន់ហុំព័ទ្ធមួយនេះបន្ទាប់ពីការវាយប្រហារតាមអាកាសដ៏បង្ហូរឈាមពេញមួយយប់ពីសំណាក់អ៊ីស្រាអែលដែលបានសម្លាប់មនុស្សជាង400នាក់នេះដែលយោងតាមតួលេខប៉ាឡេស្ទីនIFRC បន្តថានៅតំបន់ហ្គាហ្សាក្រុមការងារអត្តច័ន្ទក្រហមប៉ាឡេស្ទីនបានឆ្លើយតបទៅនឹងអ្នកស្លាប់និងរបួសរាប់រយនាក់ហើយមានស្ត្រីនិងកុមារជាច្រើនស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងនោះតំបន់ជុំវិញនៃទីក្រុងហ្គាហ្សាទីក្រុងរ៉ាហ្វានិងខានយូនីសជាទីតាំងដែលរងគ្រោះខ្លាំងជាងគេបំផុតដោយមើលឃើញការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ
ការក្បាតក្រហម IFRC សង្កត់ធ្ងន់ថារយៈពេល16ខែចុងក្រោយនេះបានធ្វើឲ្យសេវាសុខាភិបាលរបស់ហ្គាហ្សារងការខូចខាតធ្ងន់ធ្ងររួចហើយខណៈពុំមានជំនួយមនុស្សធម៌បានចូលទៅដល់ដែនដីនេះទេនៅក្នុងរយៈពេល17ថ្ងៃចុងក្រោយមុនឈានដល់ការវាយប្រហារទ្រង់ទ្រាយធំឡើងវិញដោយនេះរួមបញ្ចូលទាំងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រថ្នាំពេទ្យនិងប្រេងឥន្ធនៈផងលើពីនេះ IFRC បញ្ជាក់ថាពុំមានស្បៀងអាហារទឹកភួយសម្លៀកបំពាក់តង់និងការផ្គត់ផ្គង់ជំនួយសំខាន់ៗផ្សេងទៀតចូលមកនោះទេប្រជាពលរដ្ឋនៅក្នុងតំបន់ហ្គាហ្សាបាននាំគ្នាភៀសខ្លួនសារជាថ្មីម្ដងទៀតក្រោយមានបទបញ្ជារបស់អ៊ីស្រាអែលគឺបញ្ជាឲ្យពួកគេត្រូវតែជំនះខ្លួនប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានបន្តភៀសខ្លួនជាថ្មីទៀតចេញពីភាគខាងជើងនៃដែនដីហ្គាហ្សានៅក្នុងទីក្រុង Bet Hanon និងកន្លែងផ្សេងទៀតបន្ទាប់ពីមានបទបញ្ជាថ្មីរបស់អ៊ីស្រាអែលស្របពេលការវាយប្រហារតាមអាកាសដកបង្ហូរឈាមសម្រាប់មនុស្សរាប់រយនាក់នៅលើទឹកដីដែលត្រូវបានហែកហួរដោយសង្គ្រាមមួយនេះជនស៊ីវិលបានចាប់ផ្ដើមភៀសខ្លួននៅព្រឹកថ្ងៃអង្គារ18មីនាទៅកាន់ប្រជុំជនចាបាល់យ៉ានៅក្បែរនោះដើម្បីស្វែងរកទីសុវត្ថិភាពបន្ទាប់ពីកម្លាំងអ៊ីស្រាអែលបានចេញបញ្ជាជម្លៀសសម្រាប់តំបន់ Bet Hanon នៅភាគខាងជើងតំបន់ហ្គាហ្សានិងតំបន់ Kuza ព្រមទាំង Abasa នៅភាគខាងត្បូងឲ្យចាកចេញពីតំបន់នោះភ្លាមៗដោយប្រមានថាទីនោះជាតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលលោកអាវីឆៃអាដ្រាអ៊ីបាននិយាយលើបណ្ដាញទំនាក់ទំនងសង្គម X របស់ខ្លួនដោយសម្ដៅលើពលរដ្ឋហ្គាហ្សាថាដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេគឺពួកគេត្រូវតែភៀសខ្លួនទៅកាន់ជំរកនៅខាងលិចទីក្រុងហ្គាហ្សានិងនៅតំបន់បាននៅទីក្រុងខានយូនីសនៅភាគខាងត្បូងតំបន់ហ្គាហ្សាប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសមួយចំនួនបានបង្ហាញនូវការខឹងសម្បារជាថ្មីម្ដងទៀតជុំវិញការវាយប្រហារដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់400នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សានៅដើមសប្តាហ៍នេះប្រជាជនអ៊ីស្រាអែលបានប្រមូលផ្ដុំគ្នានៅក្រៅអគាររដ្ឋាភិបាលនៅក្នុងទីក្រុងសេរូសាឡឹមបន្ទាប់ពីយោធាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង400នាក់នៅតំបន់ Gaza Strip ជាការវាយលុកដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់នេះចាប់តាំងពីបទឈប់បាញ់ដែលបានធ្វើឡើងនៅខែមករាមកមិនដែលមានប្រជាពលរដ្ឋអ៊ីស្រាអែលបានស្ដីបន្ទោសនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្រោយលោកបញ្ជាឲ្យមានការវាយប្រហារនេះនៅឯទីលានចតុរង្គ Times Square នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិកក្រុមបាតកោរាប់រយនាក់ប្រមូលផ្ដុំគ្នាបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនិងបានសម្លាប់មនុស្សជាង400នាក់នៅថ្ងៃអង្គារ18មីនា2025ម្សិលមិញក្រុមបាតកោគាំទ្រប៉ាឡេស្ទីននៅក្នុងចំនួនច្រើនបានបង្ហាញការខឹងសម្បាររីឯនៅក្នុងទីក្រុងអាម៉ង់ប្រទេសហ្ស័រដានីប្រជាពលរដ្ឋបានចេញតវ៉ាតាមផ្លូវនានានៅថ្ងៃអង្គារ18មីនាដូចគ្នាដើម្បីបង្ហាញសាមគ្គីភាពជាមួយហ្គាហ្សាជាមួយគ្នានេះនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងមនុស្សរាប់រយនាក់តវ៉ានៅកណ្ដាលក្រុងនៅថ្ងៃអង្គារ18មីនាដោយថ្កោលទោសការវាយប្រហារតាមអាកាសលោកអគ្គលេខាធិការអង្គការសហប្រជាជាតិអង់តូនីញ៉ូ ហ្គូតេរ៉េសបានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវថាតួនាទីរបស់ UN គឺដើម្បីបញ្ចុះបញ្ចូលភាគីនានាឲ្យសហគមន៍អន្តរជាតិជំរុញឲ្យមានបទឈប់បាញ់បើកផ្លូវមានការដឹកជញ្ជូនជំនួយមនុស្សធម៌និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា